អរគុណព្រះអង្គនៅល្ងាចនេះអរគុណលោកអ្នកបងប្អូនក្រុមថ្វាយបង្គំញែកពេលជារៀងរាល់សប្តាហ៍ដើម្បីជួបជាមួយនឹងព្រះជាម្ចាស់នៅក្នុងក្រុមជំនុំរបស់ព្រះអង្គជាអ្វីមួយដែលយើងសរសើររំកើនព្រះអង្គជាអ្វីមួយដែលយើងថ្វាយបង្គំព្រះអង្គនៅក្នុងជីវិតរបស់យើងនៅក្នុងជីវិតរបស់យើងជាជីវិតសាមញ្ញមួយសូមកេះប្រាប់ទៅថាជាជីវិតសាមញ្ញមួយអាមែនលោកអ្នកបងប្អូននៅពេលស្អកចេញទៅឆ្ងាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនមានសាតាំងចេះតែរំខានខ្ញុំនៅពេលដែលខ្ញុំនិយាយស្អកបាទមានសេចខ្ញុំមកវិញថាខ្ញុំគ្មានបានធ្វើទេបាទលោកគ្រូអត់ហូបទឹកអាមែនខ្ញុំចេះតែនៅពេលដែលខ្ញុំអធិដ្ឋាននៅពេលដែលខ្ញុំថ្វាយបង្គំព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំថាអញ្ចេះព្រះអង្គលើកលើកខ្ញុំអំពីជីវិតរបស់ព្រះយេស៊ូវគ្រីស្ទនៅពេលដែលព្រះអង្គបានយាងមកនៅលើផែនដីនេះជីវិតរបស់ព្រះអង្គហាក់បីដូចជាតែម្នាក់ឯងអាមែនតែម្នាក់ឯងមានឪពុកម្ដាយដែលជាមនុស្សព្រះអង្គក៏ជាមនុស្សដែរជាមនុស្សដែលជានាងមេរីដែលជាលោកយូសែបកាលពីសម័យរបស់ព្រះអង្គជីវិតរបស់ព្រះយេស៊ូវគ្រីស្ទហាក់បីដូចជាជីវិតមួយដែលកើតក្នុងក្រុមគ្រួសារមួយដែលសាមញ្ញដំណើរជីវិតសាមញ្ញមែនទែនចាប់ដើមពីទីរក់រីករូតលាស់ធំឡើងក្លាយជាមនុស្សមួយដែលពេញវ័យអាយុ12ឆ្នាំព្រះអង្គបាននៅក្នុងសាលាប្រជុំដើម្បីជាក្មេងម្នាក់ដែលមានប្រាជ្ញាជាក្មេងម្នាក់ដែលជាកូនជាងឈើដែលឪពុករបស់គាត់ជាអ្នកដែលប្រកបមុខរបរជាជាងឈើដំណើរជីវិតរបស់ព្រះយេស៊ូវគ្រីស្ទរហូតដល់ព្រះអង្គមានអាយុ30ឆ្នាំព្រះអង្គចាប់ដើមបំពេញកិច្ចការរបស់ព្រះអង្គដែលយាងមកពីលើផែនដីនេះនៅលើផែនដីនេះជាជីវិតមួយដែលសាមញ្ញរស់នៅក្នុងក្រុមគ្រួសារមួយរស់នៅក្នុងជីវិតមួយដែលសាមញ្ញប៉ុន្តែនៅពេលដែលព្រះអង្គចាប់ដើមរើសសាវករបស់ព្រះអង្គនៅពេលដែលព្រះអង្គចាប់ដើមត្រាស់ហៅលោកពេត្រុសនៅពេលដែលព្រះអង្គបានត្រាស់ហៅលោកយ៉ូហានលោកយ៉ាកុបលោកអង់ដ្រេលោកម៉ាថាយដែលជាសាវករបស់ព្រះអង្គអត់ទាន់មានណាគេដើរតាមព្រះយេស៊ូវគ្រីស្ទអត់ទាន់ណាគេដឹងអំពីអត្តសញ្ញាណរបស់ព្រះអង្គអត់ទាន់ណាគេឃើញអំពីការអស្ចារ្យរបស់ព្រះយេស៊ូវគ្រីស្ទប៉ុន្តែនៅពេលដែលព្រះអង្គបានចែកចាយអំពីព្រះរាជរបស់ព្រះជាម្ចាស់នៅពេលដែលព្រះអង្គបានចែកចាយអំពីដំណឹងល្អនៅពេលដែលព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យមានមនុស្សរាប់ពាន់នាក់បានដើរតាមព្រះយេស៊ូវគ្រីស្ទលោកអ្នកបងប្អូននេះគឺជាដំណើរជីវិតរបស់ព្រះយេស៊ូវគ្រីស្ទនេះគឺជាអ្នកដែលម្នាក់ដែលមកឲ្យសង្គ្រោះមនុស្សទាំងអស់នៅលើពិភពលោកនេះបកមកជីវិតរបស់យើងវិញពេលខ្លះជីវិតរបស់យើងសាមញ្ញឃើញទេរស់នៅក្នុងក្រុមគ្រួសារមួយមកទីក្រុងភ្នំពេញរៀននៅសាកលវិទ្យាល័យជិះម៉ូតូទៅសាកលវិទ្យាល័យជារៀងរាល់ថ្ងៃរៀនមុខវិជ្ជាមួយឬក៏ subject មួយនៅក្នុងសាកលវិទ្យាល័យជាជីវិតមួយដែលសាមញ្ញដែលមកពីបណ្ដាខេត្តឬក៏ជារស់នៅក្នុងទីក្រុងភ្នំពេញជាក្រុមគ្រួសារមួយដែលសាមញ្ញប៉ុន្តែនៅពេលដែលយើងចាប់ដើមជឿលើព្រះយេស៊ូវគ្រីស្ទនៅពេលដែលយើងចាប់ដើមស្គាល់អំពីព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទនៅពេលដែលយើងចាប់ដើមចម្រើនឡើងនៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទចម្រើនឡើងក្នុងភាពជាអ្នកដឹកនាំរបស់យើងចម្រើនឡើងនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គជីវិតរបស់យើងហាក់បីដូចជាមានពន្លឺមួយយ៉ាងនៅក្នុងដំណើរជីវិតរបស់យើងដោយព្រះគ្រីស្ទបានជ្រើសរើសសាវករបស់ព្រះអង្គហើយព្រះអង្គបានធ្វើការអស្ចារ្យមានមនុស្សរាប់ពាន់នាក់បានដើរតាមព្រះយេស៊ូវគ្រីស្ទជីវិតយើងក៏អញ្ចឹងដែរសាមញ្ញមែនប៉ុន្តែនៅពេលដែលយើងជឿលើព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទដំណើរជីវិតរបស់យើងលែងជាម្នាក់ដែលសាមញ្ញហើយអេមែនជាម្នាក់ដែលមានតម្លៃជាម្នាក់ដែលមាននៅអនាគតល្អជាម្នាក់ដែលមានគម្រោងការជាម្នាក់ដែលគេឃើញថាអ្នកនេះបុរសម្នាក់នេះស្ត្រីម្នាក់នេះខុសពីជីវិតអ្នកដទៃពីព្រោះយើងមានព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទពីព្រោះយើងមានពាក្យសម្ដីល្អពីព្រោះយើងមានអត្តចរិតល្អពីព្រោះយើងមានពន្លឺរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងដំណើរជីវិតរបស់យើងអេមែនដែរលោកអ្នកបងប្អូនជីវិតគ្រូបរិស័ទអ្វីដែលខ្ញុំចង់លើកទឹកចិត្តយើងត្រូវរក្សាអំពីពន្លឺដែលនៅក្នុងជីវិតរបស់យើងពេលខ្លះពន្លឺយើងឆេះល្អប៉ុន្តែពេលមួយចំនួនពន្លឺយើងក៏មិនសូវឆេះល្អដែរនៅក្នុងជីវិតរបស់យើង
ប៉ុន្តែជារៀងរាល់ឆ្នាំក្រុមជំនុំជីវិតថ្មីតែងតែមានការដែលយើងអធិដ្ឋានឲ្យដល់មហាតែងតែមានឲ្យយើងបានថ្វាយគម្រោងការរបស់យើងទៅកាន់ព្រះជាម្ចាស់យើងបដិញ្ញាចិត្តរស់នៅក្នុងជីវិតមួយដែលស្រឡាញ់ព្រះអង្គយើងបានព្រះអង្គយើងគ្រប់គ្រាន់ហើយយើងបានព្រះអង្គយើងមានអារម្មណ៍ថាយើងកក់ក្ដៅហើយយើងបានព្រះអង្គយើងមានសេចក្តីសង្ឃឹមយើងបានព្រះអង្គយើងមានអ្វីៗទាំងអស់នៅក្នុងជីវិតរបស់យើងអេមែននេះគឺជាជីវិតរបស់យើងហើយខ្ញុំជឿយ៉ាងប្រកបថានៅពេលដែលយើងមានព្រះយេស៊ូវគ្រីស្ទដំណើរជីវិតយើងលែងធម្មតាដំណើរជីវិតយើងត្រូវបានប៉ះពាល់ទៅដល់មនុស្សជាច្រើនដែលនៅជុំវិញយើងដំណើរជីវិតរបស់យើងបានប៉ះពាល់មនុស្សជាច្រើនដែលនៅសាលារៀនរបស់យើងដំណើរជីវិតរបស់យើងត្រូវបានប៉ះពាល់មនុស្សជាច្រើនដែលនៅក្នុងសហគមន៍របស់យើងជាពិសេសសាច់ញាតិរបស់យើងផ្ទាល់គេឃើញអំពីជីវិតដែលផ្លាស់ប្រែគេឃើញជីវិតដែលមានពន្លឺគេឃើញអំពីពាក្យសម្ដីរបស់យើងគេឃើញអំពីអត្តចរិតរបស់យើងគេឃើញពីលក្ខណៈដ៏ពិសេសនៅក្នុងជីវិតរបស់យើងដោយសារតែព្រះគ្រីស្ទបានផ្លាស់ប្រែដំណើរជីវិតរបស់យើងអេមែនខ្ញុំមានដំណរមែនទេនៅពេលដែលខ្ញុំគិតអំពីរឿងនេះជីវិតរបស់យើងពិតជាមានតម្លៃ 100% អេមែនមួយទៀតខ្ញុំចេះតែលើកពាក្យ Gen Z ប្រហែលអ្នកលើកពាក្យ Gen Z ខ្ញុំមិនមែន Gen Z ទេខ្ញុំមិនលើកដៃទេមែនទេខ្ញុំចាប់ដើមគិតអំពីពាក្យថា Gen Z ហើយខ្ញុំក៏ទៅសើអំពី Gen Z មានប្រាជ្ញាណាស់ខ្ញុំដេញមិនតាន់ខ្ញុំអីគេណែខ្ញុំវ័យខ្ញុំគេហៅវ័យអីគេបាទ Gen X ទេបាទខ្ញុំ Gen X នេះមិនដេញតាន់ Gen Z ទេខ្ញុំនឹងមិនដែរអំពីយល់គំនិតអំពី Gen Z ភាពប្រាជ្ញាភាពឆ្លៀសវៃនៅក្នុងឆ្នាំ2026នេះគឺ Gen Z គេល្បីហ่ะមែនទេប៉ុន្តែខ្ញុំចេះតែគិតតើខ្ញុំ Gen Z អីហ្នឹងតើឈ្នះ Gen Z ដែររបៀបម៉េចតើឈ្នះ Gen Z ដែររបៀបម៉េចខ្ញុំទៅសារ Gen Z ប៉ុន្តែខ្ញុំក៏ខ្លាច Gen Z ដែរពីព្រោះ Gen Z អាចធ្វើកិច្ចការល្អ Gen Z ក៏ធ្វើកិច្ចការណាមួយដែលមិនសូវល្អដែរប្រសិនបើគេរួបរวมគ្នាប្រសិនបើគេយល់ថាកិច្ចការនឹងដែលត្រឹមត្រូវគេនឹងធ្វើកិច្ចការនោះរហូតកិច្ចការនឹងបានសម្រេចទោះបីជា Gen Z អីហ្នឹងដឹងថាកិច្ចការនោះមិនល្អពីព្រោះ Gen Z គឺថាល្អមែនទេអត់មែន Gen Z អត់ហ៊ានថាមែនទេគេយល់ថាគេល្អណាស់បាទប៉ុន្តែព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំចេះមិនដឹងត្រូវខុសលោកអ្នកបងប្អូនម្ចាស់ណាទាំងអស់គ្នាខ្ញុំចង់ឲ្យក្រុមជំនុំរបស់ព្រះអង្គ Gen Z ប្រហែលជាលោកអ្នកបងប្អូនជា Gen Z នៃ system នៃ the world តែគេខលលោកអ្នកបងប្អូន Gen Z លោកអ្នកបងប្អូនពិតជា Gen Z មែនពីព្រោះលោកអ្នកបងប្អូនរស់នៅក្នុងជំនាន់វិច័យវិទ្យាដែលមានចំណេះដឹងដែលមានប្រាជ្ញាដែលមានអ្វីៗទាំងអស់នៅជុំវិញលោកអ្នកបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំចង់ឲ្យលោកអ្នកបងប្អូនខ្លាចជា Gen Z របស់ព្រះយេស៊ូវគ្រីស្ទអេមែនជា Gen Z ដែលនាំពន្លឺជា Gen Z ដែលនាំសេចក្តីសង្ឃឹមជា Gen Z ដែលនាំដំណឹងល្អរបស់ព្រះអង្គទៅកាន់ Gen Z ដទៃទៀតអេមែនលោកអ្នកបងប្អូន Gen Z របស់ព្រះអង្គណាគេជា Gen Z របស់ព្រះអង្គលោកអ្នកបងប្អូនទាំងអស់គ្នាប៉ុន្តែនៅក្នុងព្រះគម្ពីរបានចែងអំពី Gen Z របស់ព្រះជាម្ចាស់គឺលោកយូស្វេដែលជា Gen Z របស់ព្រះអង្គជាយុវជនដែលនាំជនជាតិអ៊ីស្រាអែលឆ្លងកាត់ទន្លេយ៉ូដានឈរនៅមុខកំផែងក្រុងយេរីកូជា Gen Z របស់ព្រះជាម្ចាស់អេមែនលោកអ្នកបងប្អូនជា Gen Z របស់ព្រះជាម្ចាស់អត់មានចែងក្នុងគម្ពីរទេប៉ុន្តែខ្ញុំគិតថាគួរតែជា Gen Z របស់ព្រះអង្គដែលធ្វើរឿងកិច្ចការដែលអស្ចារ្យដើម្បីថ្វាយសិរីល្អទៅកាន់ព្រះយេស៊ូវគ្រីស្ទអេមែនអេមែននេះជាអ្វីមួយដែលខ្ញុំចង់និយាយនៅល្ងាចនេះលោកអ្នកបងប្អូនមេរៀននៅថ្ងៃនេះយើងអរគុណព្រះអង្គសប្តាហ៍ទី1យើងបានថ្វាយគម្រោងការយើងទៅកាន់ព្រះជាម្ចាស់នៅក្នុងឆ្នាំ2026ឆ្នាំនេះខ្ញុំចង់រំលឹកលោកអ្នកបងប្អូនក៏ដូចជាកិច្ចការដែលយើងធ្វើនៅក្នុងឆ្នាំ2026ពាក្យរបស់ខ្ញុំសូម
សូមប្រយ័ត្នប្រយែងនៅក្នុងដំណើរជីវិតរបស់យើងនៅក្នុងឆ្នាំ2026ជាដំណើរជំហានពីមួយជំហានដោយប្រុងប្រយ័ត្ននៅក្នុងឆ្នាំ2026សប្តាហ៍ទី1នៅក្នុងក្រុមជំនុំរបស់យើងចាប់ផ្ដើមដោយការអធិដ្ឋានចាប់ផ្ដើមដោយការថ្វាយគម្រោងការរបស់យើងទៅកាន់ព្រះជាម្ចាស់ជាអ្វីមួយដែលខ្ញុំមានអារម្មណ៍ថាឆ្នាំ2026ជាដំណើរជីវិតមួយដែលប្រយ័ត្នប្រយែងជាដំណើរជីវិតមួយដែលរួមជាមួយព្រះជាម្ចាស់ជាដំណើរជីវិតមួយដែលធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាដំណើរជីវិតមួយនឹងបង្ហាញការអស្ចារ្យនៅក្នុងឆ្នាំ2026យើងនឹងមិនលេងសើចនៅក្នុងឆ្នាំ2026ពីព្រោះជាឆ្នាំនៃជ័យជំនះរបស់ក្រុមជំនុំរបស់យើងអេមែនមេរៀនចំណងជើងថាអញ្ចេះធ្វើកិច្ចការដ៏អស្ចារ្យរួមជាមួយព្រះគ្រីស្ទនៅក្នុងឆ្នាំនេះ Doing great things with Jesus 2026គឺជាចំណងជើងមេរៀនមួយថាខ្ញុំនឹងធ្វើអ្វីមួយយ៉ាងឬក៏ច្រើននៅក្នុងឆ្នាំនេះដោយរួមជាមួយនឹងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទពីព្រោះរួមជាមួយព្រះអង្គមានតែរឿងអស្ចារ្យរួមជាមួយព្រះអង្គមានតែរឿងដែលកើតឡើងដែលអស្ចារ្យនៅក្នុងជីវិតរបស់យើងនៅក្នុងដំណើរជីវិតរបស់យើងពីព្រោះព្រះអង្គជាព្រះដែលអស្ចារ្យពីព្រោះព្រះអង្គជាព្រះដែលមហិមាពីព្រោះព្រះអង្គជាព្រះដែលយាងមកនៅលើផែនដីនេះហើយព្រះអង្គអស្ចារ្យដូច្នេះនៅពេលដែលយើងរួមជាមួយព្រះអង្គយើងនឹងអាចធ្វើកិច្ចការដ៏អស្ចារ្យដោយរួមជាមួយនឹងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទលោកអ្នកបងប្អូនការអស្ចារ្យអត់មកពីមនុស្សទេការអស្ចារ្យមិនមែនមកពី humans ការអស្ចារ្យមិនមែនមកពីកម្លាំងរបស់យើងការអស្ចារ្យមិនមែនមកពីសមត្ថភាពរបស់យើងទេប៉ុន្តែការអស្ចារ្យព្រះគម្ពីរបានចែងថាដោយរួមជាមួយនឹងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទបើគ្មានព្រះអង្គយើងមិនអាចធ្វើការអស្ចារ្យបាននោះឡើយបើគ្មានព្រះអង្គអត់មានឫទ្ធានុភាពដែលនឹងកើតឡើងនោះឡើយអេមែននៅក្នុងសៀវភៅអេសាយជំពូកទី43ខទី19បានចែងថាអញ្ចេះបន្តិចទៀតយើងនឹងធ្វើឲ្យមានព្រឹត្តិការណ៍ថ្មីកើតឡើងព្រឹត្តិការណ៍នោះកំពុងពន្លកចេញមកតើអ្នករាល់គ្នាមិនឃើញទេឬយើងនឹងធ្វើផ្លូវមួយក្នុងវាលរហោឋានព្រមទាំងធ្វើឲ្យមានទន្លេហូរនៅវាលហួតហែងទៀតផងព្រះអង្គថាបន្តិចទៀតប្រហែលជាក្នុងឆ្នាំ2026បន្តិចទៀតព្រះអង្គនឹងធ្វើឲ្យមានព្រឹត្តិការណ៍ថ្មីមួយកើតឡើងនៅក្នុងជីវិតរបស់លោកអ្នកបងប្អូនទាំងអស់គ្នានឹងដោះពន្លកនោះព្រឹត្តិការណ៍នោះបានដោះពន្លកហើយព្រះអង្គនឹងឲ្យមានផ្លូវនៅក្នុងវាលរហោឋានព្រះអង្គនឹងឲ្យទន្លេនៅវាលហួតហែងមានន័យថាម៉េចលោកអ្នកបងប្អូនមានន័យថាព្រះអង្គចង់ធ្វើកិច្ចការអស្ចារ្យនៅក្នុងដំណើរជីវិតរបស់យើងព្រោះខ្ញុំគិតថាវាលរហោឋានអត់មានទឹកទេមែនទេប្រហែលនេះគិតថាវាលរហោឋានមានទឹកមានទេមានអត់ដែរទៅផងគ្រូមែនទេតើវាលរហោឋានមានផ្លូវដែរអត់មានផ្លូវទេមែនទេគឺជាកិច្ចការពីរដែលវាលរហោឋាននឹងមិនដែលមានប្រសិនបើយើងបានដែរកាត់ឆ្លងកាត់វាលរហោឋានប៉ុន្តែនៅពេលដែលយើងជឿលើព្រះយេស៊ូវគ្រីស្ទព្រះអង្គថាព្រះអង្គនឹងឲ្យមានព្រឹត្តិការណ៍ថ្មីមួយបានកើតឡើងព្រះអង្គនឹងឲ្យវាដុះឡើងហើយព្រះអង្គនឹងឲ្យផ្លូវមាននៅក្នុងវាលរហោឋានព្រះអង្គនឹងឲ្យមានទន្លេនៅវាលដែលហួតហែងបំផុតលោកអ្នកបងប្អូនគឺជាអ្វីមួយដែលព្រះអង្គសពហាតីធ្វើនៅក្នុងឆ្នាំ2026គឺជាដំណើរជីវិតរបស់យើងយ៉ាងប្រុងប្រយ័ត្នគឺជាដំណើរជីវិតរបស់យើងដែលរួមជាមួយនឹងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទហេតុអីព្រះអង្គធ្វើអញ្ចឹងពីព្រោះព្រះអង្គស្រឡាញ់លោកអ្នកបងប្អូនទាំងអស់គ្នាពីព្រោះយើងជាអ្នកដែលស្រឡាញ់ព្រះអង្គហើយព្រះអង្គស្រឡាញ់យើងព្រះអង្គចង់ប្រទានពរដល់ដំណើរជីវិតរបស់យើងប៉ុន្តែជីវិតរបស់យើងត្រូវតែប្រុងប្រយ័ត្ននៅក្នុងមួយជំហានពីមួយជំហានទៅមួយជំហានប្រសិនបើយើងដើរជាមួយព្រះគ្រីស្ទខ្ញុំធានាថាលោកអ្នកបងប្អូននឹងឃើញការអស្ចារ្យព្រះអង្គនឹងឲ្យមានផ្លូវព្រះអង្គនឹងឲ្យមានទន្លេហូរនៅវាលដែលហួតហែងអេមែនចេនស៊ីលែងហ៊ានឆ្លើយបាទ